ប្អូនទាំងអស់គ្នាបងប្អូនធ្លាប់តែឃើញពលករខ្មែរយើងគាត់បេះគីនិតណាប៉ុន្តែបងប្អូនដែលដឹងថាគេបដោះគីនិតបែបណាអត់តោះមកមើលជាមួយខ្ញុំអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំបដោះកូនគីនិតណាបងប្អូនជាដំបូងយើងធ្វើការចាក់ដីចូលម៉ាស៊ីនវៃដីនេះណាដើម្បីវៃដីចូលក្នុងអត្រេខ្មៅនេះបងប្អូនហើយសម្រាប់គីនិតនេះក្នុងខែ7នេះតកែខ្ញុំសម្រុកដាំមែនតែននៅក្នុងប្រទេសកូរ៉េគេចាប់ដាំគីនិតយកគ្រាប់គេអត់ដាំយកស្លឹកទេបងប្អូនឥឡូវមកមើលពីការដាំរបស់ខ្ញុំបងប្អូនបងប្អូនជាដំបូងយើងធ្វើការដាក់គ្រាប់គីនិតនៅក្នុងពុម្ពអញ្ចឹងទៅបន្ទាប់មកយើងរែងដូចរែងអង្គអញ្ចឹងបងប្អូននេះរែងកន្លោះទៅបន្ទាប់ហើយយើងធ្វើការគោះវាបន្តិចទៅឲ្យវាធ្លាក់ចូលក្នុងអាពុម្ពត្រេនេះបងប្អូនយើងធ្វើអញ្ចឹងរហូតតទៅហើយសម្រាប់ថ្ងៃហ្នឹងដែរដាំរៀងច្រើនដែរហ្នឹងបងប្អូនតកែឲ្យដាំឡើង300ផ្ទះហ៎ថ្ងៃវល់ល្ងាចឈរឡើងចុកជើងចុយកែតម្រាំបានលុយគេប៉ុនបងប្អូនហើយអានេះគឺជាសកម្មភាពពីដើមហើយយើងធ្វើការគីដីគ្របពីលើបន្ទាប់ពីធ្វើការគីដីគ្របពីលើហើយយើងធ្វើការលើកវាទៅដាក់លើរងបងប្អូនរងបដោះអញ្ចឹងណាហើយអាតេសកង់មួយនេះការខ្ញុំធ្វើតេសជំនាញនៅក្រសួងគេដាក់ដីតែប្រហែលដុំទេឲ្យយើងធ្វើតេសជំនាញដល់ពេលបញ្ជួបជាក់ស្ដែងតកែប្រើម៉ែអើយមានតិចណាស់នេះបងប្អូនឡើង70ប្រទេស7ដុំអញ្ចឹងមិនថាតែជំនាញនឹងអាចារ្យស្ដាយហ្នឹងវាខុសគ្នាការងារមិនលំទេបើលំយកលុយក្រេតបានទេបងប្អូនអញ្ចឹងឥឡូវយើងយកមករៀបនៅលើរងបដោះបែបនេះបងប្អូននេះយើងរៀបបែបហ្នឹងអញ្ចឹងហើយបានយើងធ្វើការស្រោចទឹករយៈពេលមួយអាទិត្យអីវាដុះពកមកហើយអានេះគឺជាគីនិតយើងដាំបានរយៈពេលមួយអាទិត្យបងប្អូនសម្រាប់អាធំនេះដាំបានរយៈពេល3សប្តាហ៍ហើយវាហ្មមលក់បងប្អូនហើយតកែដាំបានច្រើនហ្នឹងណាលក់ដាច់ខែ7នេះគេសម្រុកដាំគីនិតហ្នឹងយកគ្រាប់មិនដឹងថាគេដាំយកគ្រាប់ធ្វើអីដែរបងប្អូនធ្លាប់តែឃើញពលករខ្មែរយើងគាត់បេះស្លឹកគីនិតតែអានេះដាំយកគ្រាប់